បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកទៀតហើយតែថ្ងៃនេះមកគឺនិយាយទៅពីផ្លែកាវបាទមួយនេះចង់កន្លះគីឡូហើយបាទពីរនេះ1គីឡូជាងនេះបាទ1គីឡូនេះបាទឥឡូវខ្ញុំនិយាយពីផ្លែបន្តិចបាទផ្លែនេះគឺផ្លែកាកាវហើយដែលបានដាំដុះដោយខ្ញុំបាទផ្ទាល់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងបាទហើយបើនិយាយពីអត្ថប្រយោជន៍របស់វាគឺច្រើនមែនទែនបាទច្រើនណាស់បាទខ្ញុំអត់ដឹងថាតើច្រើនហិមានប៉ុណ្ណាទេតែគាត់ដឹងថាផ្លែនេះបើសិនជាគិតពីការកែច្នៃបានជាង2000មុខបាទបានជាង2000មុខហើយបំរើដល់សុខភាពរបស់យើងបាទមនុស្សសត្វទាំងអស់បាទឥឡូវជាក់ស្ដែងដូចខ្ញុំទៅចំការម្ដងពេលដែលអស់កម្លាំងដល់មកបាយហើយមកផ្ទះអត់តមកផ្ទះអង្គុយលេងសិនបាទគឺខ្ញុំពុះផ្លែហ្នឹងញ៉ាំត្រឹមតែ2ផ្លែបាទទៅ3ផ្លែបាទរសជាតិបើនិយាយពីរសជាតិវាដូចទៀបប្រាំងតិចបាទតែជូរអែមហើយកន្លែងផ្លែខ្លះគឺផ្អែមឆ្ងាញ់បាទញ៉ាំតែ2ផ្លែ3ផ្លែជប់គ្រាប់តែ2ផ្លែទេពុកម៉ែបងប្អូនបាទបើនិយាយពីកម្លាំងដូចយើងញ៉ាំកាល់ស្យូមមួយអំពូលអញ្ចឹងបាទខ្ញុំផ្ទាល់បាទហើយការដាំដុះរបស់ខ្ញុំបាទនេះគឺប្រើជីធម្មជាតិបាទជីកប៉ុសដូចជាលីងគោលីមិកមន់លីមុកមន់បាទជាដើមដែលធ្វើឲ្យដងដើមផ្លែល្អព្រោះខ្ញុំមិនបានប្រើគីមីទេដោយយល់ឃើញថាកាលណាប្រើប្រាស់ជីគីមីពីមួយឆ្នាំទៅមួយឆ្នាំគឺខ្ញុំកាន់តែចំណាយច្រើនបាទអញ្ចឹងមកខ្ញុំព្យាយាមប្រើជីធម្មជាតិគឺឃើញបានផលល្អគឺ2ឆ្នាំទៅ1ឆ្នាំកាន់តែកាត់បន្ថយចំណាយឲ្យដីកាន់តែមានជីជាតិបាទអញ្ចឹងខ្ញុំគិតត្រូវដែរចំណុចនេះបាទហើយបានផ្លែបាទពុកម៉ែបងប្អូនបាទឃើញល្អណាស់បាទហើយអត្ថប្រយោជន៍វាគឺច្រើនមែនទែនហើយដូចខ្ញុំបានថាអញ្ចឹងគឺញ៉ាំត្រឹមតែ2ផ្លែគឺហាក់បីដូចជាយើងញ៉ាំកាល់ស្យូមអំពូលអញ្ចឹងគឺមានកម្លាំងលឿនបាទហើយឈ្ងុយឆ្ងាញ់ពុកម៉ែបងប្អូនបាទឆ្ងាញ់ហ្មងបាទអាចមើលបានបាទមើលពុកម៉ែបងប្អូនបាទឆ្ងាញ់ណាស់បាទរសជាតិស្តៀងទៀបបារាំងបាទមួយនេះបាទហើយបានផ្លែខ្លះទៀតគឺរសជាតិផ្អែមបាទខ្លះទៀតរៀងជូរបាទប៉ុន្តែមួយនេះរៀងស្តៀងទៀបបារាំងហើយរៀងជូរបន្តិចដែរបាទមានមួយទៀតជូរជាងហ្នឹងហើយមានមួយទៀតរៀងផ្អែមជាងហ្នឹងបាទតាមប្រភេទពូជបាទដូចនេះជាដើមបាទនេះរៀងផ្លែរលោងបាទហើយមានមួយទៀតពណ៌ស្វាយប៉ុន្តែខ្ញុំអត់បានយកមកបាទយកមកតែពណ៌លឿងមកបង្ហាញសុទ្ធបាទពុកម៉ែបងប្អូនបាទអញ្ចឹងដូច្នេះពុកម៉ែបងប្អូនបើចង់បានម្សៅកាកាវសុទ្ធបាទធម្មជាតិ 100% គ្មានសារធាតុរក្សាទុកបាទគ្មានបន្ថែមម្សៅផ្សេងជាជំនួយបាទអាចទំនាក់ទំនងមកតាមខ្ញុំបាទបានតាមរយៈ Facebook Page ឬក៏តាមរយៈលេខទូរស័ព្ទ097 82 94 789បាទសូមអរគុណបាទ